សម្លកកូរបើបានហូបនៅពេលក្តៅៗបែបនេះគឺមានរសជាតិឆ្ងាញ់មែនទែនព្រោះអីទឹកសម្លចេញជាតិពីគ្រឿងបុកផងអង្ករលីងផងនិងជាតិចេញពីបន្លែផងដែរមកអ្នកណាខ្លះដែលមិនទាន់ចេះស្លមកមើលវីដេអូនេះងាយមិនពិបាកទេបងប្អូនចំណែកគ្រឿងផ្សំរបស់យើងមានសាច់ជ្រូកចិញ្ច្រាំត្រីឆ្លាំងគ្រឿងបុកនិងប្រហុកអង្ករលីងនិងអ្វីដែលយើងខ្វះមិនបាននោះគឺបន្លែស្លកកូររបស់យើងនិងត្រួយបន្លែគ្រប់មុខស្រេចតែបងប្អូនចូលចិត្តចង់ដាក់អីក៏បានដែរបន្ទាប់មកទៀតបងប្អូនយកខ្លាញ់ចាក់ចូលឆ្នាំងបន្តិចបន្ទាប់មកគឺយើងដាក់ប្រហុកចូលការដាក់ប្រហុកចូលបែបនេះគឺខ្ញុំលីងវាឲ្យឈ្ងុយជាមួយនឹងខ្លាញ់សិនព្រោះអីបើសិនតែយើងអត់លីងបែបនេះទេតែពេលយើងស្លទៅយើងមានអារម្មណ៍ថាសម្លយើងអត់សូវឈ្ងុយអញ្ចឹងតោះតែយើងលីងបែបនេះទៅបន្ទាប់មកយើងដាក់គ្រឿងបុកចូលហើយចាប់ផ្ដើមលីងគ្រឿងបុកយើងជាមួយនឹងប្រហុកនោះឲ្យឈ្ងុយគ្រឿងបានល្អសិនបន្ទាប់ពីយើងបានលីងគ្រឿងឈ្ងុយហើយបន្ទាប់មកទៀតយើងដាក់សាច់ជ្រូកចិញ្ច្រាំយើងចូលនិងឆាត្រឡប់ចូលឡើងបន្តិចដើម្បីឲ្យសាច់ជ្រូកនិងគ្រឿងយើងនឹងគឺចូលជាតិគ្នាបានល្អយើងត្រូវឆាត្រឡប់សាច់ជ្រូកចូលឡើងជាមួយនឹងគ្រឿងឲ្យសព្វសាច់គ្នាល្អនិងបានចូលជាតិល្អហើយបងប្អូនបន្ថែមនៅទឹកត្រីក៏អំបិលប៊ីចេងតាមបរិមាណដែលបងប្អូនចូលចិត្តតែកំឡុងពេលដាក់ហ្នឹងបងប្អូនកុំលុបគ្រឿងខ្លាំងពេកបើខ្វះខាតអីយើងស្រួលថែមថយតាមក្រោយទៀតដាក់គ្រឿងហើយបងប្អូនត្រូវដាក់ត្រីចូលអញ្ចឹងពេលដែលយើងដាក់ត្រីចូលហើយយើងត្រូវត្រឡប់ត្រីជាមួយនឹងគ្រឿងនិងសាច់ជ្រូករបស់យើងនឹងចូលឡើងដើម្បីឲ្យគ្រឿងនិងត្រីយើងនឹងគឺចូលជាតិគ្នាបានល្អពេលត្រីឆ្អិនបានបន្តិចបងប្អូនត្រូវដួសត្រីនិងសាច់ជ្រូកនោះគឺទុកមួយចំណែកសិនយើងធ្វើបែបនេះគឺនៅពេលដែលយើងស្លគឺត្រីរបស់យើងមិនបែកសាច់ត្រីទេបន្ទាប់មកទៀតយើងយកទឹកចាក់ចូលទៅក្នុងឆ្នាំងសម្លរបស់យើងវិញគឺបរិមាណទឹកបងប្អូនមើលទៅតាមបរិមាណត្រីនិងបន្លែរបស់យើងបន្ទាប់មកបង់ម្ទេសជាមួយនឹងអង្ករលីងសិនពេលទឹកសម្លពុះហើយបងប្អូនយកបន្លែរបស់យើងមកបង់ទៅក្នុងទឹកសម្លរបស់យើងចំពោះបន្លែបងប្អូនចូលចិត្តអីបងប្អូនដាក់នឹងទៅតាមចំណង់ចំណូលចិត្តចំណែកយើងខ្ញុំទិញមកពីផ្សារបានតែប៉ុណ្ណឹងនាងខ្ញុំអត់មានថែមថយអីទៀតទេអញ្ចឹងយើងត្រូវរំងាស់បន្លែរបស់យើងនឹងឲ្យបានផុយល្អសិនពេលបន្លែរបស់យើងបានឆ្អិនបងប្អូនត្រូវបង់សាច់ជ្រូកត្រីនិងគ្រឿងរបស់យើងដែលយើងបានដួសទុកនៅមុននោះចូលទៅក្នុងទឹកសម្លរបស់យើងបន្ទាប់មកទៀតគឺយើងដាំទឹកសម្លរបស់យើងនិងរំងាស់បន្លែនិងត្រីសាច់របស់យើងនឹងឲ្យផុយម្ដងទៀតយើងបន្តបើកភ្លើងដើម្បីឲ្យទឹកសម្លយើងបានពុះល្អម្ដងទៀតហើយកំឡុងពេលដែលទឹកសម្លពុះបងប្អូនភ្លក្សមើលហើយបើសិនជាយើងខ្វះគ្រឿងអីបងប្អូនថែមគ្រឿងតាមចំណង់ចំណូលចិត្តរបស់បងប្អូនទៅជាចុងក្រោយយើងគ្រាន់តែបង់នៅបន្លែខៀវរបស់យើងចូលហើយចំពោះបន្លែនេះបងប្អូនកុំឲ្យឆ្អិនខ្លាំងពេកឲ្យវាត្រឹមតែមួយស្រពាប់បានហើយបើសិនជាឆ្អិនពេកក៏អត់ឆ្ងាញ់ដែរវីដេអូសម្លកកូររបស់យើងនេះគឺមកដល់ទីបញ្ចប់ហើយនាងខ្ញុំសូមអរគុណដែលបានទស្សនាវីដេអូនេះរហូតដល់ចប់